បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំសុផលដែលជាបុគ្គលិករបស់ក្រុមហ៊ុន Angkor Green ហើយនាំបុគ្គលិកនិងសហការីទាំងអស់មកជួបជុំគ្នានៅសមាគម Train Tech Chu ហើយក៏ជាគម្រោងមួយដែលមានការឧបត្ថម្ភពីសហភាពអឺរ៉ុបតាមរយៈគម្រោង COSAIL បាទថ្ងៃនេះក្រុមការងាររបស់យើងមកជួបកសិករនៅសហគមន៍ Train Tech Chu នេះដើម្បីជួបគាត់ឲ្យគាត់ណែនាំយើងអំពីការថែទាំបច្ចេកទេសនៃការផលិតទុរេនបងនេះអញ្ចឹងខ្ញុំបាទហើយសុផលសូមអញ្ជើញអ្នកជំនាញមួយរូបដែលគាត់មកពីក្រុមហ៊ុន Angkor Green ហើយគាត់នឹងរៀបរាប់អំពីបច្ចេកទេសនៅការធ្វើទុរេនមិនដើម្បីឲ្យមានការគុណភាពល្អហើយសាច់ឆ្ងាញ់រូបរាងស្អាតហើយមានផលិតកម្មបែបថាចម្រើនល្អអញ្ចឹងសូមអញ្ជើញលោកគ្រូហុងបាទអរគុណបាទលោកកផលហើយជាពិសេសអរគុណដល់ពុកម៉ែបងប្អូនដែលដាំដុះដំណាំទុរេនហើយជាពិសេសនៅរដូវកាលនេះដំណាំទុរេនដែលបានប្រមូលផលតិចតួចបំផុតសម្រាប់ទូទាំងប្រទេសប៉ុន្តែដែលឡែកប្រទេសដែលខេត្តមួយចំនួនដូចជាខេត្តកំពតដែលខ្ញុំមកជាក់ស្ដែងដែលជាសហគមន៍ទុរេនទឹកឈូដែលនៅក្នុងទីរួមខេត្តកំពតដែលទុរេននេះប្រមូលផលបានគួរសមដែរហើយជាពិសេសគឺដែលសម្រាប់ជីវភេទមួយដែលធ្វើម៉េចដើម្បីឲ្យមានជំនឿជាក់ទៅដល់អ្នកហូបជាពិសេសទី1ទី2គឺបង្កើនប្រសិទ្ធភាពមានន័យថាសុវត្ថិភាពទៅដល់ការហូបចុករបស់គាត់ទី3គឺធ្វើម៉េចឲ្យអ្នកដាំឬក៏ម្ចាស់ចម្ការឬកសិករហ្នឹងគឺផលិតទៅតាមស្តង់ដារបច្ចេកទេសហើយគុណភាពហើយជាពិសេសมันមានផលប៉ះពាល់ទៅដល់អ្នកហូបដោយឡែកទុរេននៅទឹកឈូនេះគឺបងប្អូននិយមហើយគឺជឿជាក់ថាឪខៈជាទុរេនមួយដែលហេតុពូជមួយដែលឆ្ងាញ់ហើយមានពណ៌ស្រវល់ល្អហើយជាពិសេសដោយសារនៅទុរេនទឹកឈូនេះកំពុងតែមានការចាប់អារម្មណ៍ច្រើនពីសំណាក់បងប្អូននៅតាមបណ្ដាញសង្គមហើយជាពិសេសនៅពេលឥឡូវនេះដោយសារទុរេនមួយចំនួនអត់ទាន់មានដល់រដូវទេតែទុរេនទឹកឈូគាត់បានកាត់បានមួយចំនួនធំហើយប៉ុន្តែខណៈដែលពេលដែលទុរេនដែលខ្លះយើងនឹងស្រាប់ហើយថាទុរេនមួយចំនួនមុំតែផលិតបានតាំងពីក្តឹបរហូតដល់ផ្លែផ្កាត្រូវចំណាយពេលវេលាច្រើនមែនទែនហើយដោយឡែកការថែទាំនេះវាចាត់ចូលយ៉ាងសំខាន់ហើយនឹងដើរតួយ៉ាងពិសេសមែនទែនដោយសារទុរេនពិបាកក្នុងការថែទាំទី1ទី2តាក់ទងទៅការញ៉ាំងទៅឲ្យអាកាសធាតុពេលដែលអាកាសធាតុដូចសំប្រកបដែលលោកកំផលគាត់កាន់នេះនៅពេលដែលវងកាន់នេះកំពុងតែមានបញ្ហាជាពិសេសបងប្អូនដែលទិញទុរេនទៅជាពិសេសអ្នកដែលហូបនៅតាមរាជធានីភ្នំពេញឬក៏បណ្ដាខេត្តនានាដឹងហើយសាច់ដុបសាច់រឹងសាច់កស៊ូហើយជាពិសេសមានអាលួយតែចំណែកនៅទុរេននៅសហគមន៍ទឹកឈូដែលខ្ញុំនឹងរួមជាមួយនឹងក្រុមការងារលោកផលចុះមកត្រួតពិនិត្យទី1គឺសុវត្ថិភាពមិនមានដូចបងប្អូនឃើញនៅក្នុងរូបនេះចឹងអត់មានសាច់ដុបអត់មានសាច់រឹងអត់មានសាច់កស៊ូទេហើយជាពិសេសគឺពណ៌ស្រវល់ស្អាតហើយស្តង់ដាប៉ុន្តែដោយឡែកពណ៌ស្រវល់នៅក្នុងទុរេនពូជឪខៈនេះវាដែលខុសពីពូជបានថងដោយសារបានថងវាពូជពណ៌បៃតងតែនេះពណ៌គីដែលនិយមសម្រាប់បងប្អូនខេត្តកំពតបាទអូខេអូនហើយបងសុំសួរមួយដោយសារបងជាអ្នកបច្ចេកទេសខាងទុរេនទាន់ហើយបងសង្កេតមើលឃើញទុរេននេះមើលទៅបន្លែវាស្រួចហើយបងយកមួយទៀតដែលនេះមួយផ្លែនេះដែរបាទប៉ុន្តែមួយនេះអត់សូវស្រួចទេរៀងទៀលអាហ្នឹងវាមានលក្ខណៈពិសេសអីបាទស្រួចតែណាទៀលលក្ខណៈពិសេសប្រភេទពូជនេះគឺពូជតែមួយទេឲ្យខាងដូចគ្នាប៉ុន្តែលក្ខណៈពិសេសនៃការថែទាំគឺខុសគ្នានៅពេលដែលបងប្អូនម្ចាស់ចការមួយចំនួនឃើញទុរេននៅដៃលោកគូផលរៀងអត់ស្អាតទេពូជឪខៈពីដើមរៀងអញ្ចឹងមើលរៀងដូចកពើហ៎ហ្នឹងហើយរៀងដូចកពើអញ្ចឹងមានន័យថានៅពេលដែលគាត់ផលិតហើយជាពិសេសឲ្យអាហារវាឲ្យជីវបំពន់វានៅពេលវគ្គ70-60ថ្ងៃហ្នឹងអត់បានគេហៅថាគ្រប់គ្រាន់ដែលធ្វើឲ្យទុរេនងាយរៀងអត់ស្អាតដែរហើយជាពិសេសបន្លាវាមករៀងទៀលទៀតអញ្ចឹងបើលក្ខណៈស្តង់ដារនាំចូលទៅនាំចេញទៅស្រុកក្រៅគេអត់ទៅទិញទេពួកបន្លាទៀលនេះគេចង់បានចែកនេះទី1មកបន្លាស្រួចទី2គឺវាពេញខ្លែបល្អបងប្អូនមើលដូចខ្នោនឹងពេញអញ្ចឹងឪខៈដូចគ្នាលក្ខណៈខុសគ្នាគឺបែបហ្នឹងទី1យើងអាចទាញរៀងបានស្អាត
ទាញខ្លែបានមូលហើយសបកស្ដើង ហ្នឹងហើយអរគុណអញ្ចឹងសូមអញ្ជើញលោកអូនរតនាមកចេញមកបន្លោះកដាលទេបងប្អូនមកបាទសួរបាទលើសូលោកអូនឯងបកកែរឿងធ្វើមិនដឹងថាតរ៉េនហ្នឹងសាច់ខាងក្នុងវាស្អាតយ៉ាងម៉េចវាស្ងួតវាសើមអីហ្នឹងខាងក្នុងហ្នឹងហើយបងនិយាយបងទៅញ៉ាំតរ៉េនពេលខ្លះចេញមកខ្លះស្ងួតខ្លះរៀងសើមខ្លះរៀងជ្រាយអីចឹងណាដល់ខ្លះរៀងស្អិតអញ្ចឹងល្បីថាបងឯងដឹងរឿងខាងក្នុងតរ៉េនដឹងមិនដឹងថាចូលទៅពួនសង្ងំក្នុងហ្នឹងឬក៏យ៉ាងម៉េចឬមានវិធីសាស្ត្រអីដើម្បីធ្វើឲ្យវាសាច់ឆ្ងាញ់ បាទអរគុណច្រើនបាទតាមពិតសំណួរផុសបងសំខាន់ហើយលោកគ្រូហុងគាត់បានបញ្ជាក់ពីកណ្ដាលមកដែរបាទតើតើនឹងត្រេនសាច់ឆ្ងាញ់ត្រេនដែលវាទុំល្អហ្នឹងគឺតើតើនឹងប្រើប្រាស់ផលតើតើនឹងការឲ្យចំណីអាហារវាមិនគ្រប់គ្រាន់បាទអញ្ចឹងជាទូទៅដូចនេះត្រេនដែលលោកគ្រូហុងក៏បានកាន់នេះយើងមើលតើតើនឹងការថែទាំតើតើនឹងការផ្ដល់ចំណីអាហារវាចាប់ពីក្រោយអាយុ60ថ្ងៃឡើងគឺសមស្របទៅតាមបច្ចេកទេសអូខេបាទបច្ចេកទេសគឺវាមានសពគ្រប់តាមពីការធ្វើកុំឲ្យត្រួយចេញបាទតើតើនឹងយើងពន្លឿនត្រួយនៅពេលដែលវគ្គហ្នឹងវាមានត្រួយចេញមកណាបាទហើយមួយទៀតជាទូទៅយើងមើលត្រេននេះវិញបាទអញ្ចឹងយើងមើលកៅអត់ពេញល្អទេបាទដោយសារទី1អ្វីដែលខ្ញុំមើលឃើញនៅពេលដែលក្តឹបនឹងចាប់ដើមប៉ិនពំមកគឺមានលក្ខណៈវាចេញត្រួយអញ្ចឹងកាលណាចេញត្រួយមកគឺវាចាប់ដើមចំណីអាហារពីគ្នាចែកមានន័យថាត្រួយនឹងវាស៊ីអាសារធាតុពីដើមវាមកដើម្បីបាទអញ្ចឹងវាថាវាកាត់បន្ថយការចិញ្ចឹមរបស់ត្រេននេះអញ្ចឹងវាថាវាដកការចិញ្ចឹមខ្លះទៅឲ្យត្រួយបាទអញ្ចឹងហើយបានធ្វើវាសាច់អត់ល្អអញ្ចឹងធ្វើម៉េចដើម្បីឲ្យត្រួយនឹងកុំឲ្យវាមានត្រួយដោយសារត្រួយនឹងគិតថាលោកគ្រូមិននិយាយថាត្រួយនឹងវាដដើមជីជាតិពីផ្លែមែនណាបាទអញ្ចឹងធ្វើម៉េចកុំឲ្យមានត្រួយតើកសិករធ្វើម៉េចទី1យើងត្រូវគេហៅថាពន្លឿនត្រួយបាទយើងត្រូវពន្លឿនត្រួយនៅពេលដែលវាចាប់ដើមចេញក្តាប់មកជាមួយគ្នាបាទបើសិនជាក្តាប់ហ្នឹងវាមកហើយយើងធ្វើម៉េចលឿនត្រួយឲ្យវាចេញដំណើរគ្នាមកនៅពេលដែលក្តាប់ហ្នឹងវាស្លឹកវាឆាប់ចាស់គឺថាស្លឹកហ្នឹងវាអាចចាំក្តាប់បានតែម្ដងអញ្ចឹងបាទអញ្ចឹងអាសាច់ក្នុងដឹងតែធ្វើតាមវិធីរបស់បងប្អូនសាច់ក្នុងដឹងតែឆ្ងាញ់ហ្មងបាទដឹងតែឆ្ងាញ់ត្រេនដូចគ្នាមិនប្រកាសថារសជាតិដូចគ្នាទេបាទជាទូទៅគឺមួយទៀតគឺយើងតាក់ទងនឹងប្រើប្រាស់ជីគឺដំណាក់កាលចាប់ពី60ថ្ងៃឡើងយើងប្រើពពួកជីដែលវាធ្វើរក្សាគុណភាពសាច់បាទវាធ្វើឲ្យសាច់វាអត់ឆៅបាទវាអត់មានដក់ទឹកនៅក្នុងហ្នឹងបាទអញ្ចឹងខ្ញុំអត់លម្អិតទេតាក់ទងនឹងឈ្មោះផលិតផលទេគ្រាន់ថាដំណាក់កាលហ្នឹងគឺយើងប្រើឲ្យសមស្របតាមបច្ចេកទេសទៅអរគុណបងអញ្ចឹងខ្ញុំគិតថាប្រហែលជាវាតាក់ទងការបញ្ចេញត្រួយនិងការជំរុះត្រួយការជំរុះស្លឹកអីជាដើមហ្នឹងណាអញ្ចឹងខ្ញុំគិតថាលោកប្អូនអញ្ជើញមកមួយទៀតដើម្បីគាត់ដូចជំនាញខាងធ្វើម៉េចឲ្យដើមត្រេនសើមឬក៏ផ្លែត្រេនសើមអញ្ចឹងណាបងអូនខាងប្រព័ន្ធផ្សាយស្រាប់មែនទេបងអូនក៏នៅក្នុងអង្គគ្រីនដែរណាហើយទទួលបន្ទុកខាងលក់ឬក៏ផ្គត់ផ្គង់ប្រព័ន្ធផ្សាយស្រាប់ទៅដល់ម្ចាស់ចំការធំដូចស្វាយត្រេនឬក៏អីជាដើមសួនអីផ្សេងមិនអញ្ចឹងណាប៉ុន្តែអូនឯងមានវិធីសាស្ត្រអីដើម្បីធ្វើឲ្យដើមត្រេននឹងវាសើមកុំឲ្យវាស្ងួតហួតហែងពេកមិនអញ្ចឹងណាធម្មតាទៅពេលនៅពេលដែលត្រេនត្រូវការបញ្ចេញត្រួយយើងដាក់ទឹកមែនទេបាទយើងត្រូវឲ្យទឹកមែនទេទឹកវាហើយនៅពេលណាដែលត្រេនវាអត់ត្រូវការទឹកត្រេនអត់ត្រូវការទឹកគឺត្រេនដែលមានក្តឹបក្រោមអាយុ60ថ្ងៃចឹងអត់ត្រូវការទឹកទេណាត្រូវការទឹកប៉ុន្តែត្រូវការតិចតួចអូខេមិនថាអត់ទឹកស្រុកទេគឺតិចតួចបំផុតព្រោះកាលណាដាក់ទឹកច្រើនលឿនលុបវាជំរុញឲ្យទី1គេហៅថាកន្ទុយជាឬក្តឹបហ្នឹងលឿនទឹកទី2បណ្ដាឲ្យហេតុផលមួយទៀតគឺចេញត្រួយត្រេនខ្លាចពីនឹងទី1ទឹកទី2ត្រួយពេលដែលគណៈដែលចេញត្រួយមកធម្មតារុក្ខជាតិវាត្រូវការអាហារដើម្បីទៅចិញ្ចឹមសរីរៈរបស់គាត់ផងទៅចិញ្ចឹមផ្លែផ្កាផងពេលអញ្ចឹងត្រូវជំរុះមួយដាច់ខាតត្រេនអត់ស្លាប់ខ្លួនឯងទេអូខេពិសេសពូជឲ្យខាក់នេះតែម្ដងអូខេឥឡូវថ្ងៃនេះយើងមកដល់សហគមន៍ត្រេនទឹកឈូហើយយើងនឹងធ្វើម៉េចដើម្បីឲ្យកសិករគាត់ដាំត្រេននៅលើភ្នំបានទទួលការស្រោចស្រពដើមត្រេនរបស់គាត់តាមរបស់គ្រូគាត់រៀបរាប់បាទមែនសូមអញ្ជើញបាទសូមអរគុណលោកគ្រូហុងជាមួយនឹងបងសុផលដែរបងខាងបងគឺជាខាងក្រុមហ៊ុនខាង Gate Irrigation ប្រព័ន្ធស្រោចស្រពបែបទំនើបបើនិយាយទៅតាមជាក់ស្ដែងទៅប្រព័ន្ធពពុះកសិកម្មទាំងអស់គឺត្រូវការបំផុតគឺទឹកអញ្ចឹងដោយយោងផ្អែកបែបនេះហើយគឺខាងក្រុមហ៊ុនក៏មានរៀបចំតាក់ទងប្រព័ន្ធស្រោចស្រពបែបទំនើប
យើងសិក្សាប្លង់តាំងរយៈពេលទាំងពីដើមរហូតដល់ដើមធំអញ្ចឹងប្រព័ន្ធខ្សែស្រោបបែបទំនើបនោះជួយសម្រួលទៅដល់ការព្យាករទាំងអស់ហ្នឹងដើម្បីគាត់ទទួលបានផលជាមួយនឹងផ្លែផ្កាដើម្បីជួយបង្កើនលទ្ធផលហើយជួយសម្រួលការងារផងគាត់កុំឲ្យគាត់ចំណាយទៅលើកម្លាំងពលកម្មច្រើនដែរគឺបែបទំនើបមិនស្រោចស្រពគ្រប់ដើមផ្ដល់ដំណាក់ទឹកគ្រប់គ្រាន់និងយើងប្រឹក្សាយោបល់ផ្សេងៗបន្ថែមទៅដើម្បីជាកសិករគាត់ទទួលបានផលប្រយោជន៍ច្រើនហើយទៀតសោតដែរខាងក្រុមហ៊ុនប្អូនក៏មានការសិក្សាប្លង់ហើយក៏យើងរៀបចំទាក់ទងប្រព័ន្ធខ្សែស្រោបឲ្យផ្ដល់ភាពងាយស្រួលដល់បងប្អូនដើម្បីបានទទួលផលប្រយោជន៍កាន់តែច្រើនផងដែរអូខេប្រព័ន្ធខ្សែស្រោបរបស់ប្អូនយកមកពីក្រុមហ៊ុនណាដែរមកពីប្រទេសណាដែរប្រព័ន្ធខ្សែស្រោបខាងប្អូនគឺយកមកពីប្រទេសអ៊ីស្រាអែលអូខេអ៊ីស្រាអែលហើយនឹងមានដូចមានខាងជាងបច្ចេកទេសក៏ដូចជាវិស្វករដែលជំនាញសិក្សាដល់ប្រព័ន្ធខ្សែស្រោបបែបទំនើបនិងផ្ដល់ការប្រឹក្សាដល់ល្អប្រសើរដល់វិជាកសិករទាំងអស់ដើម្បីគាត់ទទួលបានផលទុរេននិងបានផ្លែផ្កាដើម្បីប្រកួតប្រជែងនឹងការនាំចេញអូខេប្រព័ន្ធខ្សែស្រោបគឺជាប្រព័ន្ធមួយដែលអាចកាត់បន្ថយអាកាសធាតុឬក៏មានន័យថាបបែររួលនៃអាកាសធាតុអញ្ចឹងណាចាប្រព័ន្ធខ្សែស្រោបរបស់លោកប្អូននឹងមានភ្ជាប់ដោយសូឡាទេមានយើងមានភ្ជាប់ដោយសូឡាបើនិយាយជារួមគឺបែបទំនើបគឺយើងមានគ្រប់សពទាំងអស់ទាំងសូឡាទាំងបច្ចេកវិទ្យាអាចវិទ្យាតាមទូរស័ព្ទដៃក៏បានហើយនឹងតាមផ្ដល់ភាពងាយស្រួលដល់បងម្ចាស់វិទ្យាកសិករក៏ដូចជាម្ចាស់ចំការធំហ្នឹងគាត់ងាយស្រួលគ្រប់គ្រងផ្ដល់ប្រភពទឹកលឿនរហ័សហើយយោងតាមប្រកាសធាតុធម្មតាខែប្រាំងគឺប្រកាសជាប្រភពទឹកគឺបានមិនសូវជាមានច្រើនទេអញ្ចឹងប្រព័ន្ធខ្សែស្រោបបែបទំនើបគឺជួយសម្រួលការងារផងគាត់បានច្រើនស្រោចទឹកទៅដល់គ្រប់ដើមទុរេនទាំងអស់តែអបិសពដែលមានគុណភាពបាទអរគុណខ្ញុំសុផលសូមថ្លែងអំណរគុណដល់លោកគ្រូដែលជាជំនាញខាងទុរេនហើយក៏ដូចលោកគ្រូដែលជាអ្នកបច្ចេកទេសឬក៏វិស្វករខាងប្រព័ន្ធធារាសាស្ត្រអរគុណទៅដល់លោកគ្រូជំនាញខាងទុរេនស្វាយនិងដំណាំផ្សេងៗទៀតប្រចាំនៅក្នុងខេត្តកំពតនិងកែបហើយកុំភ្លេចតំណាក់តំណងពីបញ្ហាបច្ចេកទេសទុរេននិងស្វាយគឺលោកត្រីរតនាអាចតាក់ទងនឹងលេខទូរស័ព្ទរបស់គាត់គ្រប់ពេលវេលាក៏ដូចគ្នាដែរបើសិនជាត្រូវការប្រព័ន្ធស្រោចស្រពបែបទំនើបដែលនាំផលិតផលមកពីក្រុមហ៊ុន Rivalis ពីប្រទេសអ៊ីស្រាអែលអញ្ចឹងទោះបីថានៅលើភ្នំក៏អាចភ្ជាប់ប្រព័ន្ធទឹកទៅដល់លើភ្នំបានដែរហើយដោយប្រើប្រព័ន្ធពន្លឺព្រះអាទិត្យនឹងអាចបញ្ជាតាមទូរស័ព្ទដៃតាមនាឡិកាជាដើមទោះបីជាបាននៅក្នុងក្បែរចំការក៏ដោយហើយលោកហុងគាត់ជាជំនាញហើយគាត់ជាអ្នកជំនាញមួយដែលធ្វើការសហការជាមួយនឹងកសិករទូទាំងប្រទេសតែម្ដងមិនថានៅកំពតឬក៏នៅខេត្តណាទេអាចតាក់ទងលោកគ្រូហុងហើយទៅព្យាបាលទុរេនរបស់លោកដោយមិនគិតថ្លៃទេពីក្រុមហ៊ុនអង្គរក្រេនអញ្ចឹងអង្គរក្រេនគឺផ្ដល់ដំណោះស្រាយជាបច្ចេកទេសជាកញ្ចប់ដល់កសិករបាទ